បាទសួស្តីបងប្អូនកូនក្មួយទាំងអស់គ្នានេះគឺជាការមើលរិស័យដល់បងប្អូនអ្នកឆ្នាំរកាបាទឆ្នាំរកានេះធាតុមាសតាមតម្រាក្បួនចិនបងប្អូនសូមបញ្ជាក់ណាធាតុមាសនិងធាតុលោហៈហ្នឹងគឺតែមួយទេលោហៈហ្នឹងក៏ជាវត្ថុធាតុរឹងដែរហើយយើងនិយាយតាមក្បួនចិនគេហៅធាតុមាសឬក៏ធាតុលោហៈអីចឹងទៅបាទចឹងជើងលេខដែលខ្ញុំលើកយកមកទូទាយមើលជូនបងប្អូនអ្នកឆ្នាំរកាតាមតម្រាក្បួនចិនខែនេះខែ12ចាប់ផ្ដើមចូលហើយណាចូលចាប់ពីថ្ងៃហ្នឹងទៅហើយចូលជាខែជូតព្រោះនៅក្នុងតម្រាក្បួនចិនហ្នឹងគឺគេតែងតែខ្ញុំតែងតែប្រាប់បងប្អូនបាទតែងតែប្រាប់ថាអ្នកណាឆ្នាំអីខែណាហៅខែអីអញ្ចឹងណាបាទអញ្ចឹងហើយធ្វើឲ្យបងប្អូនអ្នកទស្សនាហ្នឹងគឺគាត់តាមដានហើយដូចគាត់រៀនអញ្ចឹងគឺគាត់ដឹងថាណែខែនេះខែជូតធាតុទឹកខាងក្រោមហើយរិស័យមេឃមកជាធាតុដីយ៉ាងបាទអញ្ចឹងនៅក្នុងខែនេះមិនថាអ្នកកើតឆ្នាំអីទេបើសិនជាគាត់ដឹងថាដួងរិស័យរបស់គាត់ហ្នឹងត្រូវការធាតុដីនិងត្រូវការធាតុទឹកហ្នឹងឯងគាត់ដឹងថាប៉ុណ្្នឹងទៅគឺដំណើរជីវិតរបស់គាត់ពេញមួយខែ12ហ្នឹងគឺគាត់ជួបរឿងល្អគាត់ជួបជ័យរិស័យឡើងតែម្ដងប៉ុន្តែអ្នកទាំងអស់គ្នាធ្វើមិនអាចដឹងដោយមូលហេតុអ្នកដែលដឹងបានលុបត្រាតែមកទាយមកមើលដឹងថាខ្លួនឯងធាតុអីត្រូវការធាតុអីបាទដល់តែដឹងអញ្ចឹងដូចជាថ្ងៃនេះថ្ងៃអាទិត្យខ្ញុំក៏មានបើកមើលសម្រាប់កូនសិស្សចង់មកមើលរិស័យផ្ទាល់យកឆ្នាំខែថ្ងៃម៉ោងកើតរបស់យើងពិតប្រកបមកខ្ញុំអាចមើលរិស័យជូនបងប្អូនបានហើយបងប្អូនអាចដឹងថានឹងត្រូវជួបអីខ្លះរិស័យត្រូវមើលអីខ្លះបាទសម្រាប់ខែនេះខែធាតុដីចរចូលមកជាមួយធាតុទឹកចឹងនៅក្នុងក្បួនហ្នឹងគេបានឲ្យយកខែហ្នឹងយកមកប្រៀបជាមួយដួងរិស័យអ្នកឆ្នាំរកាហ្នឹងតើខែហ្នឹងគេហៅថាជាផ្កាយអីចរចូលមកអញ្ចឹងនៅក្នុងខែ12នេះពាក់ព័ន្ធជាមួយអ្នកឆ្នាំរកាឃើញថាមានផ្កាយ2ដួងផ្កាយខាងលើផ្កាយក្រោមមកអមគ្នាហ្នឹងគេហៅថាជាផ្កាយស្រាគួរព្រមទាំងផ្កាយខាងក្រោមមកជាធាតុទឹកហ្នឹងគេហៅថាជាផ្កាយជាស៊ីងបាទអញ្ចឹងផ្កាយទាំងពីរនេះមកដល់នឹងនាំឲ្យទាញឲ្យអ្នកឆ្នាំរកាអ្នកដែលមានតួឆ្នាំរកាហ្នឹងមានឱកាសទៅជួបអីខ្លះជើងលេខបុគ្គលឆ្នាំរកាបើផ្កាយស្រាគួរនិងផ្កាយជាស៊ីងមកនេះតើគាត់ជួបអីខ្លះបាទប៉ុន្តែទោះយ៉ាងណាក៏ដោយអ្នកឆ្នាំរកាមើលคลิปវីដេអូនេះហើយអាចខមមិនពាក្យលេខ76បាទលេខ7លេខ6ហ្នឹងណាលេខ76គ្រប់គ្នាអាចខមមិនពាក្យ76ឲ្យ share ចេញទៅបាទ share ដោយប្រើពាក្យ76បងប្អូនណាចង់ហេង share លេខហ្នឹងទៅអញ្ចឹងនៅក្នុងខែនេះនឹងទទួលបានអាចគេហៅថាលៀបសការៈធំចូលមកដល់បាទលេខ7គឺជាលេខធាតុមាសលេខ6ក៏ធាតុមាសដែរបងប្អូនណាពីរហ្នឹងធាតុមាសដូចគ្នាអ្នកឆ្នាំរកាក៏ជាធាតុមាសដែរអញ្ចឹងបើចង់ហេងស្រាលេខ76នឹងផឹបស្រាចេញទៅនឹងហេងហើយប៉ុន្តែឥឡូវមកមើលថាតើតួអង្គអ្នកឆ្នាំរកានៅក្នុងខែ12នេះនឹងទៅជួបអីខ្លះបាទអ្នកឆ្នាំរកានៅក្នុងខែ12នេះនាំឲ្យបុគ្គលគាត់នឹងគឺគាត់មានគំនិតគិតពិចារណាថាយើងថាខ្លួនគាត់គួរត្រូវធ្វើអីបាទខ្លួនគាត់ចង់បានអីដែលល្អសម្រាប់ឆ្នាំ2026ចឹងនេះគឺជាកង្វល់របស់បុគ្គលឆ្នាំរកាដែលតែងតែគិតហើយចង់បានជើងលេខធ្វើឲ្យគាត់នឹងគិតរកវិធីផែនការធំដើម្បីពង្រីកទីតាំងដើម្បីបង្កើតកន្លែងដើម្បីចង់ឲ្យគណៈបុណ្យស័ក្តិនឹងវាឡើងនៅក្នុងឆ្នាំ2026បាទគឺគំនិតគាត់នឹងគិតមកគឺប្លែកជ្រៅ
ហើយបើសិនជាគាត់ត្រូវចង់បើកកន្លែងរស់ស៊ីគឺគាត់ត្រូវរៀបផែនការដាក់ទុនមួយដ៏ធំដើម្បីជំរុញឲ្យ business របស់គាត់នឹងផ្ទុះឡើងខ្លាំងជាងគេប្រចាំឆ្នាំ2026បាទចង់16បាទអញ្ចឹងគំនិតរបស់អ្នកឆ្នាំរកានៅក្នុងខែ12នេះមានន័យថាចង់ធ្វើអ្វីមួយដែលធំដែលអស្ចារ្យដែលលើសពីគេចង់សូបង្ហាញឲ្យអ្នកដទៃឃើញចង់បង្កើតអីមួយដែលឲ្យធំឲ្យខ្លាំងលើសគេលក់ដូរឲ្យដាច់លក់ដូរនឹងឲ្យមានអតិថិជនខ្លាំងមកមានគំនិតគិតឡើងបែបហ្នឹងហើយបើមានសម្ភារៈប្រើគឺប្រើសិតតែរបស់តរ៉ែនប្រើសិតតែរបស់ថ្លៃប្រើសិតតែរបស់គេហៅថាល្អនាំឲ្យអ្នកដតីមួយចំនួនគិតថាបុគ្គលឆ្នាំម្កាគឺជាបុគ្គលដែលអួតអាងតែចេះវិញហើយមានគំនិតចង់ធ្វើអីមួយហ្នឹងសម្រាប់ឆ្នាំក្រោយហ្នឹងឲ្យវាអស្ចារ្យនឹងឯងប៉ុន្តែសូមផ្ដាំណាបងប្អូនអ្នកឆ្នាំរកាថ្មីត្បិតតែឆ្នាំ2026គឺជាឆ្នាំមួយដែលអ្នកឆ្នាំរកាអត់ឆុងប៉ុន្តែវានឹងវិយោគឲ្យអ្នកឆ្នាំម្កាហ្នឹងគឺជួបរឿងបាទជួបរឿងមួយចំនួនណាដូចទីហោថារាល់ថ្ងៃយើងមាន business យើងមានស្អីការងារពាក់ព័ន្ធជាមួយចំណូលចូលមកជាហូរហែអញ្ចឹងស្រាប់តែនៅក្នុងឆ្នាំ2026ចូលមកដល់វាអត់ប៉ះយើងផ្ទាល់តែប៉ះកូនចៅយើងមានន័យថាបើយើងជាអ្នកលក់ដូរមានម៉ួយសំខាន់ចែកចាយទៅកន្លែងណាហ្នឹងម៉ួយទាំងប្រមាណហ្នឹងត្រូវបានគេកាត់ផ្ដាច់យកចឹងធ្វើឲ្យយើងជាម្ចាស់ធំនេះវាបាត់បង់វាវិយោគញ័រវានឹងនៅមិនស្ងៀមវានឹងនាំឲ្យប៉ះលើរឿងចរន្តលុយកាក់មិត្តភក្តិគូស្នេហ៍ប៉ះពាល់ទាំងអស់ថ្មីត្បិតតែមិនឆុងប៉ុន្តែអត្តពលដែលទាញយកពីអ្នកឆ្នាំរកាហ្នឹងគឺវាបាត់បង់ទៅច្រើនតែម្ដងបាត់បង់ខ្លាំងតែម្ដងចឹងមិនមែនឆុងទេអ្នកឆ្នាំរកាប្រាប់ហើយប៉ុន្តែផលប៉ះពាល់បើគិតពីមនុស្សទូទៅគឺសាហាវខ្លាំងមកប៉ុន្តែខ្ញុំក៏ណែនាំឲ្យអ្នកឆ្នាំរកាអ្នកឆ្នាំថោះអ្នកឆ្នាំមមីនិងអ្នកឆ្នាំជូតឲ្យប្រើក្បួនមួយគឺក្បួនគោមភ្លើងបណ្ឌិតបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានទទួលយកគោមភ្លើងបណ្ឌិតពីខាងខ្ញុំយកទៅប្រើហើយបាទអានឹងរាសីអត់ប៉ះពាល់អានឹងទេបាទអត់មានប៉ះពាល់ដោយអ្វីដែលខ្ញុំនិយាយពីដំបូងមកទេធ្វើឲ្យគាត់คล้ายទៅជាមនុស្សដែលពោពេញដោយកម្លាំងផ្លូវចិត្តនិយាយស្ដីពីរោះចរចាទៅកន្លែងណាគេចូលចិត្តស្ដាប់ហើយគាត់គឺជាមនុស្សដែលពូកែលក់បកែនិយាយបកែប្រូនាំឲ្យអាជីវកម្ម business របស់គាត់ទៅមុខយ៉ាងលឿនរហ័សបាទប្រៀបដូចនឹងដើមឈើដែលត្រូវពន្លឺព្រះអាទិត្យមានខ្យល់មានអាកាសមានទឹកជួយជ្រុំជ្រែងធ្វើឲ្យបុគ្គលឆ្នាំម្កាក៏ឆ្នាំមមីឆ្នាំជូតឆ្នាំថោះដែលជាបុគ្គលទាំង4ទិសហ្នឹងគឺលូតលាស់ចេញជាផ្លែផ្កាឡើងបាទអញ្ចឹងមានក្បួនគោមភ្លើងបណ្ឌិតបងប្អូនគ្រូហុងស៊ុយមួយចំនួនឮសូរថាគោមភ្លើងបណ្ឌិតហ្នឹងគឺគាត់ឆ្ងល់ប៉ុន្តែចង់បញ្ជាក់ថាគោមភ្លើងបណ្ឌិតហ្នឹងមិនមែនគោមភ្លើងបណ្ឌិតដែលយើងយកវត្ថុពីប្រទេសសៀមយកមកហើយណាបាទព្រោះឥឡូវឲ្យតែលឺរបស់ដែលនាំមកប្រទេសសៀមយើងយកវត្តចោលអស់លែងប្រើហើយអារបស់អស់ហ្នឹងហួសឆ្នាំលុះអីត្រូវដូរទីតាំងអីគោមភ្លើងបណ្ឌិតបកសៀមបាទគ្រូហុងស៊ុយសៀមដែលមានកូនសិស្សច្រើនគ្រូច្រើនណាស់ទៅទិញយកសិតតែគោមភ្លើងបណ្ឌិតពីថៃនឹងយកមកកុំប្រើណាបងប្អូនយើងមានគោមភ្លើងបណ្ឌិតកូនខ្មែរយើងអ្នកផលិតបាទជាពិសេសគឺរបស់ខាងស្ថាប័នរបស់ខ្ញុំនឹងតែម្ដងមិនបកថៃទេណាអញ្ចឹងនៅក្នុងគោមភ្លើងបណ្ឌិតហ្នឹងគឺមាន
អាចដាក់ DNA បានប្រើដីដង្ហើមនិធាតុទាំង5ដាក់បញ្ចូលទៅក្នុងនឹងបាទហើយមានយ័ន្តខាងក្រោមឲ្យទៀតចឹងគូមភ្លើងបណ្ឌិតដែលខាងថាបានខ្ញុំមាននេះគឺវាគុណនឹង1000 ដងដែលមានកម្លាំងមហិមាខ្លាំងអាចជួយដល់កូនសិស្សដែលគាត់ប្រើអាគូមភ្លើងបណ្ឌិតហ្នឹងបាទចឹងប្រហែលជាទឹកក្រួយហ្នឹងខ្ញុំសម្រាប់កូនសិស្សខ្លះគាត់ order ខ្ញុំនឹងផ្ញើឲ្យទេបាទបើឥឡូវអត់ទាន់ផ្ញើឲ្យទេបាទចឹងអ្នកឆ្នាំរការាសីនៅក្នុងខែ12នេះគាត់នឹងคล้ายទៅជាអ្នកដែលនិយាយស្ដីលឿនលះនិយាយត្រូវចរចាឬក៏អ្នកតំណងមានបញ្ញាវាងវៃឆ្លាតពូកែជាងនរណាទាំងអស់ហើយមិនត្រឹមប៉ុណ្្នឹងទេមានមុនស្នេហ៍ពេញបឹបតែម្ដងបាទនេះបុគ្គលឆ្នាំរការាសីនៅក្នុងខែ12ប៉ុន្តែវាអាស្រ័យទៅលើក្បួនគូមភ្លើងបណ្ឌិតដែលយើងមានប្រើដែរបើយើងអត់មានប្រើទេកុំខមមិនមកថាលោកគ្រូខ្ញុំឆ្នាំអាការដែរហេតុអីក៏វេទនាម៉េះខែនេះហេតុអីខ្ញុំវេទនាម៉េះកន្លងមកដោយសារតែយើងអត់ព្រមតាមដានហើយប្រើរបស់មង្គលឲ្យត្រូវតាមក្បួនមានចេះតែឃើញគេលក់តាមទីផ្សាររបស់នឹងដូចគ្នាអីទិញយកទៅប្រើតម្លៃថោកអីយកមកប្រើអីណាបាទអញ្ចឹងអត់ដូចគ្នាទេប្រយ័ត្នអាប្រើរបស់ថោកហើយធ្វើឲ្យយើងរលាយរលត់គួរតែកុំប្រើយើងសុខចិត្តប្រើរបស់ដែលមានគុណភាពថ្លៃតែធ្វើឲ្យយើងចម្រើនរុងរឿងនេះគឺជាពាក្យផ្ដែផ្ដាំពីខ្ញុំបាទចឹងមានប៉ុណ្្នឹងទេសម្រាប់បងប្អូនអ្នកឆ្នាំរកាខែ12នេះឃើញថារាសីសបោហូបចុកបាទនិយាយរួមទៅគឺទៅណាក៏មានហូបទៅណាក៏សបោហូបបាទហើយមានវាសនាឡើងខ្ពស់តដែតល្អខ្លាំងមែនទែនសម្រាប់បុគ្គលឆ្នាំរកានៅក្នុងខែ12នេះប៉ុន្តែដូចខ្ញុំនិយាយចឹងណាលុះត្រាតែយើងហ្នឹងធ្លាប់មានគោមភ្លើងបណ្ឌិតដែលខ្ញុំរៀបឲ្យហ្នឹងយកទៅប្រើបាទអានឹងនឹងបាននៅអ្វីដូចខ្ញុំនិយាយអញ្ចឹងចោះសួរថាចោះឆ្នាំក្រោយអាគោមភ្លើងបណ្ឌិតនេះត្រូវការផ្លាស់ទីតាំងណាបងប្អូនគឺត្រូវយកទៅដាក់តាំងនៅទិសខាងជើងឈៀងខាងកើតបាទយកគោមភ្លើងបណ្ឌិតនេះយកទៅដាក់តាំងនៅទីនោះវិញហើយត្រូវដាក់នៅក្នុងថ្ងៃសែនដកដូរជើងធូបបាទពេលសែនដកដូរជើងធូបហើយយើងប្រមូលដោះលៀងជូតដោះឃ្លីគ្រប់បែបយ៉ាងហើយទើបយើងយករបស់ហ្នឹងយកទៅតាំងចាប់ពីថ្ងៃសែនដកដូរជើងធូបហ្នឹងទៅណាយករបស់ហ្នឹងយកទៅតាំងឲ្យចំអង្គសា45អូខេមានប៉ុណ្្នឹងទេសម្រាប់ព័ត៌មានសួរនាំបន្ថែមអីក៏អាចឆាតតាម Telegram 011 337 327ឬ016 923 888បាទអរគុណច្រើន